ចំហុយផ្អកធ្លាប់ញ៉ាំហើយស្ងោរផ្អកបន្លែក៏ធ្លាប់ញ៉ាំដែរតែនៅឆាផ្អកអត់ទាន់ញ៉ាំទេតោះថ្ងៃហ្នឹងមកឆាផ្អកញ៉ាំបាយកកទាំងអស់គ្នារបៀបធ្វើបងប្អូនអាចមើលក្នុងវីដេអូនឹងបានណាមុខម្ហូបសាមញ្ញទេប៉ុន្តែរសជាតិវិញអត់សាមញ្ញទេញ៉ាំបាយអស់មួយចានពីរចានអត់ដឹងខ្លួនទេម្ហូបមួយមុខហ្នឹងវិញផ្ទាប់ជាមួយបន្លែបានគ្រប់មុខហ្មងប៉ុន្តែសម្រាប់ថ្ងៃហ្នឹងនាងខ្ញុំមានតែសក់ត្រប់ស្បៃបូកគោទេចាហើយគ្រឿងផ្សំគោលចឹងគឺផ្អកសម្រាប់ផ្អកនេះខ្ញុំទិញពីផ្សារមកតម្ងន់ប្រហែលជា6ខាំណាហើយទិញប៉ះផ្អកគេទៅធ្វើថ្មីទៀតវាសាច់ផ្អកវាអត់សូវរៀងផុយហើយក៏រសជាតិវាមើលទៅវាអត់សូវជូរហើយផ្អកហ្នឹងខ្ញុំបានយកទៅលាងទឹកឲ្យស្អាតហើយបន្ទាប់មកយកមកហាន់បែបជាកង់ទូចចឹងណាតែបើសិនជាផ្អកធ្វើខ្លួនឯងអាហ្នឹងបងប្អូនមកចាំលាងក៏បានដែរដោយសារតែយើងធ្វើវាអនាម័យល្អសម្រាប់ការហាន់វិញបងប្អូនចង់ហាន់ធំជាងហ្នឹងក៏បានដែរលោកមុនធ្លាប់តែយកទៅចំហុយហើយនឹងស្ងោរតឡាចឥឡូវនេះផ្លែកមកចង់យកមកឆាផ្អកម្ដងចាំមើលមានរសជាតិមិនដែរបងប្អូនបើសិនជាតនេកុំភ្លេចធ្វើចាហើយសម្រាប់ខ្ទឹមក្រហមបងប្អូនហាន់បែបចំណិតទៅហើយម្ទេសបងប្អូនដាក់តិចច្រើនតាមចំណូលចិត្តសម្រាប់ខ្ទឹមសដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ចាឥឡូវយើងធ្វើហើយអស់ហើយឥឡូវទៅមើលរបៀបឆាផ្អកទាំងអស់គ្នាយើងដាក់ខ្ទះឲ្យក្តៅចាក់ខ្លាញ់ហើយយើងបំពងសម្រាប់ខ្ទឹមនៅពេលដែលវារាងក្រហមហើយបងប្អូនដាក់ជាមួយនឹងស្ករក្រហមបន្តិចមកដើម្បីឲ្យវារាងឈ្ងុយហើយសាច់ផ្អកយើងក៏វាឡើងរាងក្រហមល្អដែរចានិយាយទៅរបៀបឆាគឺយើងឆាតាមបែបផ្ទះរៀងខ្លួនអញ្ចឹងណាបងប្អូនគ្រាន់តែខ្ញុំបង្ហាញនេះជារបៀបដែលនាងខ្ញុំធ្លាប់ឆាតាមបែបអ្នកផ្ទះនាងខ្ញុំទេអញ្ចឹងបើបងប្អូនមានរបៀបឆាបែបម៉េចចាំជួយខមមិនខាងក្រោមផងបន្ទាប់ពីស្ករយើងវារៀងឡើងក្រហមតិចហើយយើងចាក់ជាមួយនឹងផ្អកយើងចូលមកធ្វើការឆាត្រឡប់ចុះឡើងឲ្យសាច់ផ្អកយើងវារៀងឆ្អិនតិចមកណាសាច់ផ្អកខ្ញុំកំពុងឆាហ្នឹងមើលទៅវាសាច់រៀងរឹងតិចដោយសារតែផ្អកហ្នឹងនាងខ្ញុំទិញប៉ះផ្អកគេធ្វើថ្មីតែអញ្ចឹងមើលទៅសាច់វាដូចរៀងនៅរឹងបន្ទាប់ពីផ្អកយើងមើលទៅវារៀងឆ្អិនបានតិចហើយចាំដាក់បន្ថែមជាមួយនឹងទឹកអំពិលទុំណាឲ្យវារៀងជូរសាច់ផ្អកបន្តិចតែបើសិនជាផ្អកហ្នឹងជាផ្អកចាស់ដែលគេចាវយូរហើយវាមានរសជាតិជូរត្រង់ហ្នឹងគឺមិនចាំដាក់អំពិលទុំទេដោយសារផ្អកខ្ញុំយកមកធ្វើហ្នឹងផ្អកថ្មីអញ្ចឹងហើយវាស្ទើរជូរក៏បន្ថែមអំពិលទុំទៅចាហើយក៏បន្ថែមជាមួយនឹងរ៉ូឌីកន្លះស្លាបព្រាជាមួយនឹងប៊ីចេងហើយនឹងស្ករបន្ទាប់មកធ្វើការច្របល់ឲ្យគ្រឿងហ្នឹងចូលជាតិជាមួយនឹងផ្អកយើងទៅចាហើយ complete បន្ថែមទឹកបន្តិចផងដោយសារតែផ្អកយើងវារៀងស្ងួតណាអញ្ចឹងតោះតាយើងបន្ថែមទឹកបន្តិចបន្ទាប់មកទុកឲ្យវាពុះទៅហើយយើងចាក់ជាមួយនឹងខ្ទឹមក្រហមហើយនឹងម្ទេសចូលត្រង់ហ្នឹងបើសិនជាបងប្អូនអត់ចេះញ៉ាំម្ទេសទេបងប្អូនគ្រាន់តែដាក់ម្ទេសទាំងមូលទៅក៏បានដែរស្រួលនៅពេលដែលយើងចង់ញ៉ាំយើងចាំយកម្ទេសហ្នឹងមកញិចមកចាសម្រាប់រសជាតិផ្អកនេះខ្ញុំស្ទើរជូរហើយរៀងស្ទើរប្រៃផ្អែមនេះខ្ញុំក៏បានបន្ថែមឲ្យដែរតែបងប្អូនពេលធ្វើ complete ភ្លក់ជាក់ស្ដែងផងណាចាតែប៉ុណ្ណឹងគឺឆាផ្អកយើងឆ្អិនហើយបងប្អូនអាចញ៉ាំជាមួយនឹងបន្លែគ្រប់មុខបានដែរបងប្អូនចូលចិត្តណាអូនិយាយទៅញ៉ាំជាមួយបាយកកឆ្ងាញ់ណាបងប្អូនអើយមុខម្ហូបហ្នឹងគេហៅមុខម្ហូបចុះបាយដូចប្រហុកចឹងណាបងប្អូនញ៉ាំបាយអស់មួយចានពីរចាននេះអត់ដឹងខ្លួនទេឲ្យតែមុខម្ហូបប្រភេទគ្រឿងផ្អាប់អញ្ចឹងណាឆាផ្អកនេះខ្ញុំយកបែបរៀងស្ងួតបន្តិចអត់ចង់បានរៀងបែបទឹកទេបើបងប្អូនចង់បានបែបនៅរៀងទឹកបាច់ជាងហ្នឹងបងប្អូនថែមទឹកឲ្យរៀងច្រើនទៅបន្ទាប់មកធ្វើការងាស់ឲ្យវាមកឆ្អិនទៅតែប៉ុណ្្នឹងជាការស្រេចហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនស្រឡាញ់ចូលចិត្ត complete like comment និង share ផងណាពិសេស complete subscribe channel របស់នាងខ្ញុំផងណាអរគុណជម្រាបលា